Hello ថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូមួយទាក់ទងនឹងការ install XAMPP server នៅលើ Mac OS X ដែលវាធ្វើការជាមួយនឹង WordPress ដំបូងយើងត្រូវ download XAMPP server ពី website របស់គេផ្ទាល់ហើយយើង download ហើយយើង install ដោយសារ computer របស់ខ្ញុំបាន install វាហើយអញ្ចឹងខ្ញុំមិនបាច់ install បង្ហាញអ្នកទាំងអស់គ្នាទៀតទេអញ្ចឹងខ្ញុំចាប់ផ្ដើម run server មកនេះជាផ្ទាំង dialog នៃ server ដែល version ថ្មី 7.1.0 យើងចូល manage server ហើយយើងបើក Apache ហើយនឹង MySQL ដើម្បី run វាព្រោះវាត្រូវការបើកផ្សេងបន្ទាប់មកយើងស្វែងរក download WordPress ដែលមាន last version ដើម្បីយើងយកមកធ្វើការជាមួយវាអញ្ចឹងដោយសារខ្ញុំ download ហើយខ្ញុំពលា file ដើម្បីដាក់ចូលក្នុងserver XAMPP ឥឡូវ download ហើយទុកណាចេះ sorry អត់មាននៅតាណាចេះ download ហើយអូនេះហើយយើងបើកពលា file ហើយយើងដាក់នៅក្នុងdirectory របស់វាដែល directory របស់វាយើងអាចចូលទៅ dialog server ហើយយើងចូល welcome ហើយចូល open application folder វានឹងបើកដោយ auto ហើយយើងចូល htdoc ហើយយើងដាក់ file WordPress ដែលយើងបានពលាហ្នឹងចូលនៅក្នុងវាអូចេញ sorry ខ្ញុំដាក់ចូលក្នុង htdoc នេះជា file ដែលខ្ញុំដាក់ចូលហើយតោះមកយើងត្រូវបង្កើត database អូខេហើយខ្ញុំ database របស់ខ្ញុំដាក់ WordPress ឈ្មោះ WordPress database create database WordPress ហើយខ្ញុំកូនេះបង្កើតហើយបន្ទាប់មកយើងចូល local ហើយចូល file WordPress ដែលយើងបានដាក់ចូលមិញហើយយើងចុច install wizard step by step ហើយចំពោះ database name ដែលខ្ញុំបង្កើតមិញហ្នឹងនេះជា database ដែលខ្ញុំបង្កើតមិញតមក user ខ្ញុំដាក់អីក៏បានដាក់ជាធម្មតាគេដាក់ root password គឺ default វាអត់មានទេអញ្ចឹងយើង submit ដោយសារ the file ហ្នឹងយើងត្រូវចាំបាច់ wp config ហ្នឹងយើងត្រូវ config file អញ្ចឹងដោយសារមានការ error អញ្ចឹងយើងបង្កើត file ដោយសារមុនហ្នឹងខ្ញុំអត់បានrename sample នេះជា sample ដែលខ្ញុំអត់បាន rename វាឥឡូវខ្ញុំ rename ហើយខ្ញុំ run server ម្ដងទៀតនេះដោយសារវាមានបញ្ហាហ្នឹងយើងត្រូវកែ file យើងអាចចូលតាមបានទេយើងប្រើវិធីផ្សេងតែកែនៅក្នុង file របស់ wp config ឥឡូវខ្ញុំបើក run វាកែនៅក្នុង Dreamweaver អូខេចាំបន្តិច oh god slow ម្លេះស្អិតអូខេតែបើកចេញហើយនេះដែលកន្លែង step មិញ error ហ្នឹងយើងវាយសាកថ្មីដោយសារ database យើងឈ្មោះ WordPress អញ្ចឹងយើងវាយដាក់ WordPress user ជាធម្មតាគឺ root password គឺទទេយើងអត់ចាំបាច់ដាក់វាកុំឲ្យមានបញ្ហាហើយយើង save វាហើយយើងបើកម្ដងទៀតដើម្បី install នេះជោគជ័យហើយនេះជាsite ឈ្មោះរបស់ site របស់យើងដែលយើង template WordPress default យើងដាក់ site អីក៏បានដែរចង់និយាយពី website technology ឬក៏ fashion អីក៏បានបន្ទាប់មកយើងដាក់ password ឈ្មោះ user ហើយនិង password ចំពោះ password ហ្នឹងយើងដាក់អីក៏បានដែរព្រោះយើងធ្វើការតែ local
server របស់យើងឯងមុននឹងយើង hosting តោះមកយើង config password ទៅហើយយើង install បញ្ហា email sorry click sorry ដាក់យើងពេញ form email ភាសា email ខ្ញុំមាន website របស់ខ្លួនខ្ញុំដាក់ info.banyamodel.com ហើយយើង install WordPress នេះជោគជ័យហើយในការ install របស់យើងអញ្ចឹងយើង login tool ដើម្បីចូលបើកមើល admin របស់ WordPress ដើម្បីយើង edit និងកែ theme ឬក៏ add function ផ្សេងៗនេះជា default របស់ theme នេះជាផ្ទាំង admin សម្រាប់យើងកែតម្រូវអីផ្សេងៗជា theme plugin ឬក៏ widget media ឬក៏ post អីនៅក្នុង admin ហ្នឹងអរគុណ